មុខមីមួយហ្នឹងអញ្ចឹងទេហេតុអីអូនចូលចិត្តមើលវាម៉េះមុខវាមើលទៅគួរឲ្យខ្លាចហើយមានអ្នកខ្លះទៀតតាមចេនាងខ្ញុំគ្រប់ពេកតែម្ដងថាឲ្យនាងខ្ញុំហ្នឹងឈប់ធ្វើពេកទៅហើយសារតែគាត់អត់ចូលចិត្តមុខនាងខ្ញុំចាស់ហើយរំញែកញក់ដល់ពេលអញ្ចឹងទៅគឺគាត់អត់ចេះប្រឡប់គាត់ចូលប្រាប់នាងខ្ញុំតែម្ដងបងប្អូនដែលស្អប់នាងខ្ញុំបងប្អូននាងខ្ញុំប្រាប់រូបមន្តមួយនៅពេលដែលបងប្អូនឃើញផេកនាងខ្ញុំបងប្អូនកុំប្រអង់មើលបងប្អូនអូយហួហួយូរទៅគឺបងប្អូនលែងឃើញនាងខ្ញុំហើយក៏ប៉ុន្តែបើសិនជាបងប្អូនប្រអង់តែបន្តិចទេបងប្អូនអូតូម៉ាទិកឃើញនាងខ្ញុំតែម្ដងតាមពិតទៅនាងខ្ញុំក៏ចេះស្អប់គេដែរបងប្អូនចានៅពេលដែលនាងខ្ញុំឃើញវីដេអូលក្ខណៈខុសលក្ខណៈដូចថារំផុតអីហ្នឹងនាងខ្ញុំអត់ប្រអប់មើលទេហើយសង្គមបច្ចុប្បន្នគឺពិបាករកលុយណាស់អញ្ចឹងនាងខ្ញុំចូលចិត្តមើលអ្វីដែលសប្បាយតែប៉ុណ្ណោះហើយតាក់ទងនឹងផ្ទះក្តិតបង្ហាញក្តិតបង្ហាញដោះបង្ហាញរូបភាពស្រើបស្រាលឬក៏ស្រើបស្រាលឬក៏និយាយចំតាក់ទងនឹងរួមភេទរួមអីស្ដាប់ទៅវាធ្វើឲ្យសម្រាប់កើនឡើងពេលដែលឃើញរូបភាពសម្រាប់ផ្សេងហើយនិយាយច្បាស់ទៀតចាវាធ្វើឲ្យបំពោសង្គមមួយផ្នែកធំដែរបងប្អូនអ្នកធ្វើគេថាគេអត់ខុសទេតែនេះខ្ញុំគិតថាខុសដែរបងប្អូនដឹងហើយអ្នកដែលមានវ័យ18 19ហ្នឹងនៅពេលដែលឃើញរូបភាពឬក៏គេនិយាយភាពសម្រើបចំតែបងប្អូនមានអារម្មណ៍រំញោចយ៉ាងណាចាអញ្ចឹងនៅពេលដែលយើងឃើញអាភាពស្រើបស្រាលហ្នឹងរំញោចអ្នកខ្លះគឺគាត់កំពុងតែផឹកស្រាអ្នកខ្លះជក់គ្រឿងញៀនអ្នកខ្លះបាត់បង់ស្មារតីបានន័យថាឈួតចាអាចមានការចាប់រំលោភចាអញ្ចឹងនេះខ្ញុំក៏អត់ចូលចិត្តដែរអញ្ចឹងនេះខ្ញុំអូហួនេះខ្ញុំអត់ទៅចេះគេទេចាអញ្ចឹងបើសិនជាអត់ចូលចិត្តនេះខ្ញុំអូហួទេហេងសង្គ្រាមសៀមបំពេញទឹកដីខ្មែរស្រឡាញ់សាមគ្គីរួបរวมគ្នាណាស់បងប្អូនក៏ប៉ុន្តែឥឡូវនេះខ្មែរប្រែស្រឡះតែម្ដងលែងសាមគ្គីគ្នាជន់ពលិចគ្នាតាំងពីតូចដល់ធំចង់និយាយថាថ្នាក់តូចដល់ធំ comment មួយនេះនាងខ្ញុំសូមលើកយកមកនិយាយចាតែម្ដងដោយសារតែច្រើនពេកក៏សួរនាងខ្ញុំថាតែនាងខ្ញុំមានកំហុសអ្វីបានជាគេចូលចិត្តស្អប់ជេរជន់ពលិចយ៉ាងនេះទី1គឺដោយសារតែរូបរាងនាងខ្ញុំចាស់អាក្រក់ទាំងមុខមាត់ទាំងពណ៌សម្បុរទាំងអីទាំងអស់ក៏ប៉ុន្តែនាងខ្ញុំធ្វើចរិតថាស្អាតញែកញក់ដាក់ប្តីចាគឺដូចជារំចាអានឹងទី1ជេរណាស់បងប្អូនអើយជេរមហាជេរតាំងអ្នកបាបសាររហូតមន្ត្រីរាជការអ្នកក្រអ្នកមានទាំងអស់មិនថានាងខ្ញុំអត់ដឹងទេណាពេលឥឡូវនាងខ្ញុំលក្ខណៈពំល្បីតិចបងប្អូនចាអញ្ចឹងវីដេអូ5ផេកដែលនាងខ្ញុំផុសនេះផេកនេះអត់ផ្ទុះទៅផ្ទុះភេទផ្សេងពេលអញ្ចឹងមានគេមកពឹងពាក់នាងខ្ញុំច្រើនអ្នកខ្លះទៅពឹងពាក់លក្ខណៈឲ្យនាងខ្ញុំនឹងជួយលក់នេះជួយលក់នោះទាំងដែលការគិតរបស់នាងខ្ញុំមិនពេញចិត្តនឹងទទួលគំនិតនាងខ្ញុំអត់ដល់គេបងប្អូនចាអញ្ចឹងហើយគេស្អប់នាងខ្ញុំហើយអ្នកបរោនាងខ្ញុំច្រើនណាស់បងប្អូនអ្នកនយោបាយសុកឲ្យនាងខ្ញុំហ្នឹងចូលដៃចូលជើងឲ្យនាងខ្ញុំហ្នឹងនិយាយចាពីថ្នាក់ដឹកនាំឥឡូវចាគ្រូជោគជ័យកសិករស្រាហ្គេមថ្នាំសម្រាប់ថ្នាំបន្ទឹងអ្វីដែលនាងខ្ញុំគិតថានាងខ្ញុំមិនអាចទទួលបានដល់ពេលនាងខ្ញុំមិនទទួលគេចាប់ដើមស្អប់នាងខ្ញុំជន់នាងខ្ញុំតែម្ដងតែប៉ុណ្្នឹងបងប្អូនតែប៉ុណ្្នឹងមនុស្សងាប់អង្ការនាងចំក្តីស្លាប់អូនអត់ដឹងទេអាហ្នឹងលើបងអូនអស់ពេលណាអូនទៅពេលហ្នឹងតែម្ដងក្នុងโลกនេះអ្វីមិនទៀងទេអ្វីដែលទៀងគឺការស្លាប់នោះឯងចាបងប្អូនជូនបងផងនេះទាំងអមនុស្សទាំងសត្វមនុស្សទាំងទេវតាសពទាំងឡាយជូនបងផងនេះបងប្អូនពីថ្ងៃហ្នឹងនេះខ្ញុំបានធ្វើទានអស់$700ដែរជូនបងទាំងអស់គ្នាផងនេះឥឡូវនេះមកឆ្លើយ comment fan ជាទីគោរពរបស់នេះខ្ញុំតាមសួរនេះខ្ញុំថាបច្ចុប្បន្ននេះពិបាករកលុយណាស់ហើយអ្វីបងមានជំងឺបាក់ទឹកចិត្តក៏ប៉ុន្តែបងមានលទ្ធភាពចាអំរែកគ្រួសារបានទាំងសងខាងទៀតព្រះរស់បងបានធនាគារក៏បងបានមានរូបមន្តអ្វីរូបមន្តរបស់នាងខ្ញុំសាងល្អធ្វើល្អមិនទៅព្យាបាទអ្នកដតីមិនទៅច្រណែនអ្នកដតីស្ដាប់ធម៌ជាមួយលោកប្តីរូបមន្តទី2អាគមសមអាយុបងប្អូនចានេះខ្ញុំពាក់ខ្សែដៃចិត្តជាក៏ដូចជាបិទនៅលើទូរស័ព្ទហ្នឹងដើម្បីទប់លុយចាមានការងារចូលច្រើនឲ្យលុយហ្នឹងវាអត់ចេញទៅណាចាហើយនៅពេលដែលនេះខ្ញុំពាក់ទៅចាអ្វីល្អចូលមកដល់ច្រើនដែរចាពីមុនចេះតែខ្វៀងការងារបងប្អូនមកតាសេមកតាហ្គេមអីណាថ្នាំសម្រាប់ថ្នាំអីណាឥឡូវនេះមកគឺគុណភាពតែម្ដងបងប្អូនជឿបងប្អូនអាចមើលក្នុង comment ណានេះខ្ញុំតម្លាក់ page អូនរក្សាក្នុងហ្នឹងហើយលេខទូរស័ព្ទនេះខ្ញុំដាក់ក្នុង comment ហេឈួតសុតរាប់ដូចឈួតអញ្ចឹងបើវីដេអូហ្នឹងឲ្យអាប្រទេសជិតខាងឃើញមិនដឹងថាវាមើងងាយយ៉ាងម៉េចទេលោកអើយលោកប្រទេសខ្មែរសម្បូរទៅដោយធនធានមនុស្សបែបហ្នឹងនោះខ្មាស់គេណាស់លោកអើយចំនិយាយហ្នឹងយកអីមកគិតហាអញសួរ
វាមកប្លន់ទឹកដីយើងចាវាមិនខ្វះផងគ្រាន់តែនាងខ្ញុំរួមដើម្បីក្រពះ3ពេលសោះខ្ញុំខ្វះគេយកអីមកគិតហ្នឹងហ៎អ្នកនិយាយហ្នឹងអ្នកមានឬក៏អ្នកក្រអញសួរនិយាយអញហ្មងទៅបងប្អូនចានាងខ្ញុំឆ្ងល់ដល់ហើយមីអស់ហ្នឹងឥឡូវហ្នឹងវាចាប់ផ្ដើមទៅនាងខ្ញុំរួមញាក់ញក់តើនាងខ្ញុំរួមដើម្បីក្រពះតែប៉ុណ្ណោះនាងខ្ញុំ free រួមដើម្បីម្ចាស់ប្រម៉ូតសិតតែអ្នកប្រម៉ូតហ្នឹងអត់មានភ្នែកទេជួលមនុស្សអញ្ចឹងឲ្យធ្វើការខ្ញុំចង់សួរថាពិភពលោកនេះណារស់តែអ្នកមាននិងអ្នកស្អាតទេហ៎មែនទេបានជានាងខ្ញុំធ្វើអីជាតែខុសអញ្ចឹងនាងខ្ញុំរួមហ្នឹងគឺនាងខ្ញុំគិតថានាងខ្ញុំរួមបែបថ្លៃថ្នូររបស់នាងខ្ញុំហើយបើសិនជានាងខ្ញុំធ្វើសុភាពនាងខ្ញុំអត់ដើរទេបងប្អូនណាចង់បានឲ្យនាងខ្ញុំសុភាពហ៎អញ្ចឹងនាងខ្ញុំមួយខែនាងខ្ញុំយកសម្រាប់ជីវិតនាងខ្ញុំ 5000 នាងខ្ញុំឈប់រំហើយបងប្អូនដឹងទេមនុស្សវាមានកញ្ចៅចាកញ្ចៅនាងខ្ញុំដល់តែញែកញក់ចាដល់តែរំបានមានគេចូលចិត្តនាងខ្ញុំបើសិនជានាងខ្ញុំមិនមានលុយបង្ហាញមិនមានមាសពេជ្របង្ហាញគឺអត់ដើរទេវីដេអូដល់តែនាងខ្ញុំញែកញក់រំនឹងបានដើរអញ្ចឹងឲ្យយល់នាងខ្ញុំមិនបានការដបស្រាបំពោសង្គមទេយូរទៅវាតាមជាន់គ្រប់ផេកតែម្ដងហើយសិតតាមមីជ្រាក់ជើងទាំងអស់តែម្ដងចាមីខ្លះកាន់ដបស្រាទេតែមកជេនាងខ្ញុំត្រឹមរំសួរមើលកាន់កែស្រានឹងរំមួយណាអាក្រក់ជាងណានាងដេកគិតទៅមើលអាបងអូនចង់ទៅលេងញូសាឡែនបើជូទៅបងប្អូនតោះទៅលេងញូសាឡែនជាមួយនាងខ្ញុំណាទឹកនៅញូសាឡែននេះថ្លាដូចផ្ទាំងកញ្ចក់រីឯទេសភាពដងផ្លូវវិញស្អាតដូចឋានសួគ៌តែម្ដងគឺនៅកម្ពុជាណាឥឡូវនេះតោះមកហូបកាហ្វេជាមួយនឹងខ្ញុំនេះវីដេអូមួយនេះជូនបងដែលនៅប្រទេសក្រៅតែម្ដងបងអើយនៅពេលដែលបងមកលេងប្រទេសខ្មែរយើងកុំភ្លេចមកលេងខេត្តកំពតបងចាមកលេងនាងខ្ញុំមានតែបុកល្ហុងទេណាក៏ប៉ុន្តែមកលេងកំពតមាន everything តែម្ដងអេអង់គ្លេសមានគ្រប់យ៉ាងតែម្ដងបងអើយធានាឆ្ងាញ់ណាស់បងកាន់តែលុយមកស្អីក៏មានដែរទូទៅនាងខ្ញុំធ្វើការគ្មានថ្ងៃសៅរ៍អាទិត្យទេបងប្អូនដល់តែឈឺបានមានពេលដើរលេងចាអត់ស្រួលខ្លួនទេបងប្អូនអើយប៉ុន្មានថ្ងៃនេះត្រូវភ្លៀងពេកបងប្អូនថតវីដេអូត្រូវភ្លៀងដល់ពេលអញ្ចឹងខ្លួនញាក់អត់ស្រួលខ្លួនក៏មកលេងទីនេះឲ្យស្រឡះអារម្មណ៍បងប្អូនអើយដូចនៅញូហ្សេឡង់ស្វីសឡែនអញ្ចឹងអត់ចាញ់ទេឡើងមកដល់លើឡើងត្រជាក់ក៏ប៉ុន្តែបងកុំភ្លេចណាទិញអីវ៉ាន់ពីក្រៅមកលើចាដោយសារតែតរ៉េននៅលើអត់មានទេក៏ប៉ុន្តែតិចទៀតបងប្អូនមិនចាញ់ខាងក្រោមទេជឿនលឿនណាស់នេះមិនមែនជន់ភីសឹកទេណាបងប្អូនកន្លែងអូនបងស្នាក់នៅដើម្បីសាងសង់អាគារមួយនេះអាគារមួយហ្នឹងនាងខ្ញុំគិតថាប្រហែលជាកាហ្វេស្តង់ដាអាហ្នឹងការនាងខ្ញុំគិតទេណាបងប្អូនកាហ្វេស្តង់ដានៅលើភ្នំតែម្ដងនៅម្ដុំយាយម៉ៅចាអាប់ដេតជឿនលឿនមែនតើនាងខ្ញុំខានមកយូរហើយបងប្អូនចានៅពេលដែលមកនាងខ្ញុំភ្ញាក់ផ្អើលកន្លែងមួយនេះគាត់បើកមុនចាគឺនៅពេលដែលបងប្អូនឡើងទៅដល់គឺឃើញកន្លែងហ្នឹងនៅស្ដាំដៃមុនគេតែម្ដងកន្លែងលក់កាហ្វេក៏ដូចជាភេសជ្ជៈផ្សេងម្ហូបអាហារសម្រន់ផ្សេងលក្ខណៈអូនឆ្ងល់ដល់ហើយបងអត់តែកន្លែងមានលក់កាហ្វេគឺមានដើមហ្នឹងឯងបងអាហ្នឹងគេដាំដើម្បីតាក់ភ្ញៀវមានគឺដើមភ្ញៀវណាចាផ្លែវាលងសោះល្អឃើញទេបងប្អូនកន្លែងកាហ្វេហ្នឹងគឺស្អាតណាស់បងប្អូនមើលទេសភាពខេត្តកំពតបានទាំងអស់តែម្ដងបន្ទាប់មកគឺនាងខ្ញុំញ៉ាំនំបញ្ចុកទឹកម្ហិចបញ្ចប់ការងារនិយាយចាំដើរលេងតែប៉ុណ្្នឹងតែសុបាយណាបងប្អូនយកលុយចាយស្រុកខ្មែរដើម្បីសេដ្ឋកិច្ចខ្មែរយើងហេមិនសមរម្យទេចាស់ហើយបងកាយចេញទៅនិយាយមែនណាបើសិនជាបងចាធ្វើមហូបចំអិនមហូបដាំបន្លែគេចូលចិត្តមើលជាងអត់បន្លែឲ្យគេមើលក៏គេមើលដែរបងហេតុអីចាំបាច់រំញែកញក់នឹងធ្វើអីមើលទៅអត់ថ្លៃធ្នូទេហើយកូនណាឡើងកំមុំនៅស្រុកគេទៀតរីឯម៉ែមករំរខេរខាអញ្ចឹងសមដែរហើយខ្ញុំមកដឹងថានិយាយប្រាប់ fan ជាទីគោរពរបស់នាងខ្ញុំនឹងឲ្យយល់យ៉ាងដូចម្ដេចទេបងប្អូនចានិយាយចំណា4ខែបលាយធម្មជាតិអត់មានទេក្តៅចាបើមាននាងខ្ញុំថតជូនហើយឥឡូវនេះចាប់ដើមមានហើយឃើញនាងខ្ញុំចាប់ដើមថតទេខ្លះលេងជេនាងខ្ញុំដល់ម៉ែចាហើយជេស្ថាសមអីដែលគេជេដោយសារតែខ្ញុំនឹងរំអញ្ចឹងហើយនៅពេលដែលគេជេហ្នឹងកុំឈឺចាប់កុំយំចាតើបើទៅនាងខ្ញុំនិយាយធំណានាងខ្ញុំយំហ្នឹងនាងខ្ញុំមិនមែនឈឺចាប់ដោយសារតែអ្នកមើងងាយអ្នកជេនាងខ្ញុំទេនាងខ្ញុំយំហ្នឹងគឺដោយសារតែនាងខ្ញុំទទួលការងារច្រើនហើយនាងខ្ញុំមានជំងឺបាក់ទឹកចិត្តនាងខ្ញុំធ្វើការងារច្រើនអត់បានទេជំងឺរបស់នាងខ្ញុំហ្នឹងពេទ្យឲ្យដើរលេងច្រើនជាងធ្វើការតែនាងខ្ញុំធ្វើការគ្មានថ្ងៃសៅរ៍អាទិត្យបំទៀនទេនាងខ្ញុំធ្វើរហូតដល់ពេលអញ្ចឹងជំងឺហ្នឹងធ្វើទុកទៅក៏យំលេងទៅហើយ
នាងខ្ញុំមើលវីដេអូតាសុកមួយគាត់និយាយថាមនុស្សមានជំងឺបាក់ទឹកចិត្តហ្នឹងសិតតែមនុស្សចូលចាមនុស្សមិនស្គាល់ពលពតបងប្អូនហេតុអីគាត់និយាយអញ្ចឹងគាត់នៅដល់អាមេរិកហើយនិយាយថាអត់មានជំងឺហ្នឹងមានពិតមែនណាបងប្អូនអ្នកខ្លះស្លាប់ខ្លួនបាត់ហើយអ្នកខ្លះក៏ដើរអញ្ចាំខ្នល់អ្នកខ្លះក៏ធ្វើការអត់កើតដែរនៅពេលដែលសុំលុយម៉ែឪអត់ឲ្យអីហ្នឹងណាផ្ទះហ្នឹងដុតចោលលើហើយចាជំងឺបាក់ទឹកចិត្តហ្នឹងវាពិតជាមានមែននាងខ្ញុំជានេះគឺដោយសារតែលោកប្តីដឹងខ្លួនតនេះណាបងប្អូននាងខ្ញុំអាសាស្រែកយប់ឡើងហើយនាងខ្ញុំអាសាចេញវាយកូនចៅដោយសារតែគេនៅសុកទេតែនាងខ្ញុំរវើរវាយឃើញគេមកលោឡាឃើញប្តីនាងខ្ញុំហ្នឹងលៀនដាតចេញថ្មិញចេញឈាមចេញអីចាលោកប្តីនាងខ្ញុំយកនាងខ្ញុំទៅមន្ទីរពេទ្យតាន់ទេកុំអីអត់មានថ្ងៃនេះរំឲ្យបងប្អូនមើលទេត្រូវជឿណាជំងឺបាក់ទឹកចិត្តមានមែនហេចូលចិត្តស្ដាប់សំឡេងបងនេះជាពិសេសបងនិយាយបែបសុភាពអមដោយទេសភាពស្រស់ស្អាតទៀតអូយបងអើយលងស្នេហ៍បងតែម្ដងអូនមួយទៀតគាត់បាននិយាយថាអូយបងអើយចូលចិត្តណាស់ទេសភាពផ្ទះបងហើយក៏ចូលចិត្តបងចំអិនមុខម្ហូបដែរក៏ប៉ុន្តែហេតុអ្វីបងចូលចិត្តញែកញក់ក៏ដូចជារំម៉េះបងដោយសារតែបងមានជំងឺបាក់ទឹកចិត្តបងចូលចិត្តធ្វើអ្វីសប្បាយហើយបងក៏ដឹងថាបច្ចុប្បន្ននេះគឺចាវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោកតែម្ដងផ្ទះណាក៏ពិបាករកលុយដែរចាអញ្ចឹងហើយបងចូលចិត្តបង្ហាញអ្វីដែលសប្បាយដើម្បីឲ្យបងប្អូនស្រូបទាញអ្វីដែលរីករាយផ្លូវចិត្តល្អចូលដល់គ្រួសារគាត់តែម្ដងបងប្អូនដឹងទេសេដ្ឋកិច្ចក៏វាធ្លាក់ហើយដូចនេះខ្ញុំអញ្ចឹងនៅជនបទខែនេះចាប់ដើមធ្លាក់ទឹកភ្លៀងហើយនៅពេលតែធ្លាក់ទឹកភ្លៀងអត់មានភ្ញៀវមកទេបងប្អូនអត់មានភ្ញៀវមកទេចាជាទូទៅនេះខ្ញុំដាច់ថ្ងៃសៅរ៍ល្មមថ្ងៃអាទិត្យរៀងពេញបន្តិចក៏ប៉ុន្តែថ្ងៃច័ន្ទដល់ថ្ងៃសុក្រស្ងាត់បងប្អូនអញ្ចឹងហើយនាងខ្ញុំក៏មានការពិបាកចិត្តខ្លាំងដែរក៏ប៉ុន្តែនាងខ្ញុំមិនបង្ហាញជូនទេបងប្អូននាងខ្ញុំបង្ហាញអ្វីដែលសប្បាយទេចាហើយបងប្អូនឃើញមានម៉ូតូមានឡានហ្នឹងថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យចាអញ្ចឹងហើយមានភ្ញៀវមកច្រើនដោយសារតែអត់ភ្លៀងបើសិនជាមានភ្លៀងបងប្អូនក៏មិនបានមកដែរចាហើយនាងខ្ញុំក៏ការទុកតែនាងខ្ញុំមិនបង្ហាញទេអញ្ចឹងហើយបងប្អូនអើយចង់គៀងផ្ទះណាឆ្លុកផ្ទះហ្នឹងនាងខ្ញុំគឺជាកូនស្រីបងចារ៉ាប់រងតាំងពីធនាគារខ្លួនឯងរ៉ាប់រងទាំងគ្រួសារសងខាងរ៉ាប់រងទាំងកូនចៅទឹកភ្លើងបងប្អូនមនុស្សមានជំងឺណាគឺពិបាកណាស់ក៏ប៉ុន្តែនាងខ្ញុំមិនដែរបង្ហាញប្រាប់បងប្អូនទេហេ